សំឡកាដាត់សាច់ក្ដាមហូបនឹងបាយក្ដាំងថ្ងៃត្រង់ក្តៅខ្លាំងបាយក្ដាំងអង្គសម្រូបវិញដាំងទៅស្រែម៉ែឪរដូវគេច្រូតក្មេងៗដែលដេញកណ្ដូបកែបអូបយំលើអាចក្របីដាំងសទូញដាំងបកាយចង់រៃជាប់មន់អ្នកស្រុកដាំងចូលបាវផ្លុកធ្វើមុខដូចអត់ដឹងអីធ្លាក់ខ្យល់ពីជើងស្រុកយើងដល់អំបុកស្រូវថ្មីលោកតាលោកយាយដឹងដៃគ្នាទៅធ្វើបុណ្យពីដើមមានស្រូវម៉ែឪភ្ជួរនឹងសัตว์គោសម័យដែកជោនាងស្រែភ្ជួរអាគោយន្តភូមិត្បូងភូមិជើងលែងជីងរទេះដូចមុនគេមានម៉ូតូគ្រប់ធនតែដឹងប្រពន្ធក៏បងគប់ថ្លៃស្ដាប់មន់រងអ៊ីវចាស់ចាំងដាំងគ្នាទៅស្រែឥឡូវនេះម៉ែដាក់ម៉ោងរកទូរស័ព្ទដៃឮសូរភ្លេងការតាលួចសុំលេខយាយស្រុកយើងសពថ្ងៃអ្វីគឺល្អច្រើនហើយពីដើមមានស្រូវម៉ែឪភ្ជួរនឹងសัตว์គោសម័យដែកជោនាងស្រែភ្ជួរអាគោយន្តភូមិត្បូងភូមិជើងលែងជីងរទេះដូចមុនគេមានម៉ូតូគ្រប់ធនតែដឹងប្រពន្ធក៏បងគប់ថ្លៃស្ដាប់មន់រងអ៊ីវចាស់ចាំងដាំងគ្នាទៅស្រែឥឡូវនេះម៉ែដាក់ម៉ោងរកទូរស័ព្ទដៃឮសូរភ្លេងការតាលួចសុំលេខយាយស្រុកយើងសពថ្ងៃអ្វីគឺល្អច្រើនហើយស្រូវថ្មីលោកតាលោកយាយដឹងដៃគ្នាទៅធ្វើបុណ្យពីដើមមានស្រូវម៉ែឪភ្ជួរនឹងសัตว์គោសម័យដែកជោនាងស្រែភ្ជួរអាគោយន្តភូមិត្បូងភូមិជើងលែងជីងរទេះដូចមុនគេមានម៉ូតូគ្រប់ធនតែដឹងប្រពន្ធក៏បងគប់ថ្លៃស្ដាប់មន់រងអ៊ីវចាស់ចាំងដាំងគ្នាទៅស្រែឥឡូវនេះម៉ែដាក់ម៉ោងរកទូរស័ព្ទដៃឮសូរភ្លេងការតាលួចសុំលេខយាយស្រុកយើងសពថ្ងៃអ្វីគឺល្អច្រើនហើយសំឡកាដាត់សាច់ក្ដាមហូបនឹងបាយក្ដាំងថ្ងៃត្រង់ក្តៅខ្លាំងបាយក្ដាំងអង្គសម្រូបវិញដាំងទៅស្រែម៉ែឪរដូវគេច្រូតក្មេងៗដែលដេញកណ្ដូបកែបអូបយំលើអាចក្របីដាំងសទូញដាំងបកាយចង់រៃជាប់មន់អ្នកស្រុកដាំងចូលបាវផ្លុកធ្វើមុខដូចអត់ដឹងអី
ធ្លាក់ខ្យល់ពីជើងស្រុកយើងដល់អំបុកពីដើមមានស្រូវម៉ែឪភ្ជួរនឹងសត្វគោសម័យដែកជោនាងស្រែភ្ជួរអាគោយន្តភូមិត្បូងភូមិជើងលែងជីងរទេះដូចមុនគេមានម៉ូតូគ្រប់ធនតែដឹងប្រពន្ធក៏បងគប់ថ្លៃស្ដាប់មន់រងាវចាស់ចាំងដាំងគ្នាទៅស្រែឥឡូវនេះម៉ែដាក់ម៉ោងរោទូរស័ព្ទដៃឮសូរភ្លេងការ